ចំពោះបងប្អូនដែលមានគេអត្ថានស្រាប់ឬក៏កំពុងសាងសង់ក្តីហើយក៏កំពុងតែស្វែងរកឧបករណ៍ដែលធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃជាពិសេសបន្ថែមសោភ័ណភាពដល់ផ្ទះទៀតនោះគឺខាង DG Smart Home របស់យើងគឺមានឧបករណ៍ឆ្លាតវៃជាច្រើនដែលអាចជួយផ្លាស់ប្ដូរគេអត្ថានរបស់អ្នកទាំងអស់គ្នាពីធម្មតាឲ្យក្លាយទៅជាផ្ទះឆ្លាតវៃបងប្អូនអាចឆាតមកកាន់ Page សម្រាប់ទទួលបានព័ត៌មានបន្ថែមនិងការចោះទៅ survey ដល់ទីតាំងដែលឥតគិតថ្លៃចំពោះគម្រោងក្នុងវីដេអូមួយនេះគឺយើងបានដំឡើងជាមួយឧបករណ៍ Smart Home ជាច្រើនដូចជាកុងតាក់ឆ្លាតវៃ Smart IR Remote Motion Sensor និង Presence Sensor ជាពិសេសគឺជាអេក្រង់ឆ្លាតវៃដែលឧបករណ៍ទាំងអស់នេះគឺសុទ្ធសឹងតែអាចបញ្ជាតាមរយៈទូរស័ព្ទដៃរបស់យើងហើយយើងអាចធ្វើការបញ្ជាប្រើប្រាស់នៅលើអេក្រង់ឆ្លាតវៃបានផងដែរចំពោះកុងតាក់ឆ្លាតវៃគឺយើងអាចធ្វើការបញ្ជាបិទនិងបើកភ្លើងបានពីចម្ងាយមិនថាអ្នកទាំងអស់គ្នាកំពុងតែនៅក្នុងផ្ទះឬក៏នៅក្រៅផ្ទះហើយចំពោះការបញ្ជាដោយផ្ទាល់លើកុងតាក់នេះគឺយើងអាចធ្វើការបញ្ជាដោយការចុច touch ដែលវាក៏ជាភាពងាយស្រួលមួយសម្រាប់មនុស្សចាស់និងកូនក្មេងដូចគ្នាហើយចំពោះការរចនារបស់វាគឺមានភាពស្អាតខ្លាំងមែនទែនដែលការ design របស់វាគឺមានជាមួយនឹងមុខកញ្ចក់ crystal ជាការរចនាបែបកញ្ចក់ជ្រុងអញ្ចឹងនៅពេលដែលយើងដំឡើងហើយគឺធ្វើឲ្យគេអត្ថានរបស់យើងស្អាតខ្លាំងមែនទែនហើយយើងក៏មានជាមួយនឹងឈុតព្រីភ្លើងនិងប្រភេទដូច fast charge និងប្រភេទម៉ូដូលផ្សេងៗជាច្រើនទៀតដែលវាមានរូបរាងតែមួយជាមួយនឹងឈុតកុងតាក់បន្តមកទៀតគឺជា Smart IO Remote ដែលយើងអាចធ្វើការ copy tele ម៉ាស៊ីនត្រជាក់ទូរទស្សន៍ឬក៏កង្ហារជាដើមដែលយើងអាច control បានដោយមិនចាំបាច់ប្រើប្រាស់ tele មិនថាការបញ្ជាបិទបើកឬក៏ការកំណត់សីតុណ្ហភាពជាដើមបន្តមកទៀតក៏ជាកណ្ដឹងទ្វារឆ្លាតវៃដែលកណ្ដឹងទ្វារឆ្លាតវៃនេះគឺយើងអាចធ្វើការផ្ទាត់ជាមួយនឹងទ្វាររបស់យើងអញ្ចឹងនៅពេលដែលមាននរណាម្នាក់ចុចទៅលើកណ្ដឹងគឺកណ្ដឹងទ្វារនេះនឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទរបស់យើងភ្លាមៗតែម្ដងហើយយើងអាចមើល live video ចេញពីកាមេរ៉ាកណ្ដឹងទ្វារហើយយើងអាចធ្វើការនិយាយឆ្លើយឆ្លងគ្នាបានថែមទៀតផងហើយយើងក៏អាចធ្វើការបើកទ្វាររបងតាមរយៈទូរស័ព្ទដៃនេះបានផងដែរហើយយើងក៏អាចបើកទ្វាររបងជាមួយនឹងការ scan card និង tele បញ្ជាផងដែរចំពោះការចុចកណ្ដឹងទ្វារនេះវាមិនត្រឹមតែផ្ញើសារទៅកាន់ទូរស័ព្ទដៃនោះទេពិសេសវាថែមទាំងអាចខលទៅកាន់អេក្រង់ឆ្លាតវៃដែលយើងអាចធ្វើការបញ្ជាបើកទ្វារនិងមើល live view ការនិយាយឆ្លើយឆ្លងគ្នាដូចទៅនៅក្នុងទូរស័ព្ទដៃដែរចំពោះអេក្រង់ឆ្លាតវៃនេះគឺយើងអាចធ្វើការបញ្ជាឧបករណ៍ Smart Home ទាំងអស់ដែលយើងបានដំឡើងដោយសារតែឧបករណ៍ទាំងអស់ដែលយើងបានដំឡើងគឺសុទ្ធសឹងតែនៅក្នុងប្រព័ន្ធ ecosystem តែមួយអញ្ចឹងទោះបីជាមានជាមួយនឹង Wi-Fi ឬក៏ដាច់ Wi-Fi ក៏អេក្រង់ឆ្លាតវៃនេះនៅតែអាចបញ្ជាជាមួយនឹងកូន device ទាំងអស់បានយ៉ាងធម្មតាអ្វីដែលពិសេសចំពោះអេក្រង់មួយនេះគឺវាមានជាមួយនឹង Smart Assistant Alexa built-in តែម្ដងអញ្ចឹងគឺយើងអាចធ្វើការបញ្ជាគ្រប់គ្រង device ទាំងអស់ជាមួយនឹងសំឡេងរបស់យើង Alexa turn off living room light Okay. បន្តមកទៀតគឺជា motion sensor និង presence sensor ចំពោះ presence sensor គឺយើងបានដំឡើងនៅក្នុងបន្ទប់ទឹកនិង motion sensor គឺយើងដំឡើងវានៅត្រង់កាំជណ្ដាលអញ្ចឹងនៅពេលដែលវាចាប់បានសកម្មភាពមនុស្សឡើងកាំជណ្ដាលគឺវានឹងផ្ដល់សញ្ញាទៅកាន់កុងតាក់ដើម្បីបើកភ្លើងភ្លាមៗតែម្ដងហើយនៅពេលដែលវាឡើងចាប់បានសកម្មភាពនៅក្នុងនីតិដែលយើងបានកំណត់គឺវានឹងធ្វើការបិទភ្លើងទៅវិញដូចគ្នាដែលដំណើរការនេះក៏ដូចទៅនឹង presence sensor ដែរដោយគ្រាន់តែយើងបើកទ្វារចូលបន្ទប់ទឹកគឺវានឹងបើកភ្លើងឲ្យយើងភ្លាមៗហើយនៅពេលដែលយើងចេញពីបន្ទប់ទឹកវិញគឺវានឹងបិទភ្លើងទៅតាមពេលវេលាដែលយើងបានកំណត់ហើយភាពខុសគ្នារវាង presence sensor និង motion sensor គឺ presence sensor គឺវាចាប់យកវត្តមានមនុស្សខុសពី motion sensor ដោយវាចាប់យកតែចលនាតែប៉ុណ្ណោះឧទាហរណ៍នៅពេលដែលយើងឈរនៅស្ងៀមហើយមិនសូវធ្វើចលនាអ្វី presence sensor គឺវានឹងមិនបិទភ្លើងនោះទេតែ motion sensor គឺវានឹងបិទភ្លើងភ្លាមៗដោយសារតែវាចាប់មិនបានចលនាអ្វីពិសេសនៅក្នុងគម្រោងនេះយើងក៏បានបន្ថែមជាមួយនឹងកាមេរ៉ាសុវត្ថិភាពឆ្លាតវៃទាំងប្រភេទក្នុងផ្ទះនិងប្រភេទក្រៅផ្ទះដែលធ្វើឲ្យការរស់នៅកាន់តែមានសុវត្ថិភាពអញ្ចឹងបើសិនជាអ្នកនរគ្នាចង់ដំឡើងជាមួយនឹងឧបករណ៍ឆ្លាតវៃដែលធ្វើឲ្យគេអត្ថានរបស់អ្នកនរគ្នាកាន់តែទំនើបនិងឆ្លាតវៃជាពិសេសបន្ថែមជាមួយនឹងសោភ័ណភាពទៀតនោះអ្នកនរគ្នាអាចធ្វើការឆាតទាក់ទងមកកាន់ Page DG Smart Home 2 Digi Smart Home ធ្វើឲ្យផ្ទះរបស់លោកអ្នកឆ្លាតវៃ